តើប្រទេសនៅក្នុងអាស៊ានទិញអាវុធដើម្បីទុកប្រយុទ្ធឬដើម្បីការពារចុះបើសិនជាសង្គ្រាមមជ្ឈិមបូព៌ាឃ្លាមកដល់អាស៊ីអាគ្នេយ៍ទៅសៀមគេអាចឆ្លៀតឱកាសឈ្លានពានខ្មែរដែរទេមានតែនទៅនៅក្នុងបរិបទនយោបាយនិងសង្គ្រាមពិភពលោកគេហៅថាត្រីធំស៊ីត្រីតូចទឹកឡើងត្រីស៊ីស្រមោចគ្មាននោះទេពាក្យថាសម្ព័ន្ធមិត្តមានតែគំនិតគិតពីផលប្រយោជន៍រៀងខ្លួនបើយើងខ្លួនឯងមិនខ្លាំងនោះទេគ្មាននរណាមកជួយយើងទេគេនិយាយថាសង្គ្រាមលោកលើកទី1និងសង្គ្រាមលោកទី2កើតឡើងដោយសម្ព័ន្ធមិត្តនិងបញ្ចប់ដោយសម្ព័ន្ធមិត្តជួយគ្នាតាមការពិតជាការជួយគ្នាដើម្បីរកផលប្រយោជន៍និងជួយគ្នាដើម្បីការពារខ្លួនមិនមែនដើម្បីឲ្យសន្តិភាពរបស់ពិភពលោកឡើយហើយបើបែបហ្នឹងតើពួកគេទិញអាវុធដើម្បីអ្វីខ្ញុំអាចនិយាយបានថាទីណាមានអ៊ីស្រាអែលទីនោះគឺមានសង្គ្រាមដូចសៀមបច្ចុប្បន្នគ្រាន់តែមានអ៊ីស្រាអែលជួយផ្នែកទំនើបកម្មយោធាគឺវាហ៊ានឈ្លានពានខ្មែរសូម្បីតែរឿងពាត់បន្លាលួសនានាក៏ពួកសៀមរៀនពីអ៊ីស្រាអែលដែរចុះតើខ្មែរយើងអាចបន្តទប់ទល់ជាប់ដែរឬទេទី1គេខ្លាំងស្រាប់ហើយក៏មានអ្នកនៅពីក្រោយទៀតទី2សម្ពាធអន្តរជាតិហាក់មិនខ្លាំងក្លាដោយសារបញ្ហាពិភពលោកទី3ទឹកដីត្រូវគេគ្រប់គ្រងខុសច្បាប់ថែមទៀតជាតិសាសន៍ខ្មែរយើងបាននិយាយអំពីរឿងកំភ្លើងបាញ់គ្នាគឺជារឿងនៅខ្មែរមិនដែលខ្លាចសោះសូម្បីតែគ្មានអ្វីទាំងអស់ខ្មែរក៏មិនដែលខ្លាចដែរដោយខ្មែរជំនាន់សម័យអាណានិគមបារាំងតាំងជាមួយពួកបារាំងដើម្បីការពារអក្សរសាស្ត្រខ្មែរគឺសុទ្ធតែតាំងដៃទេមានត្រឹមឆាត់យកការពារខ្លួនតែប៉ុណ្ណោះចូលមកដល់ឆ្នាំ1970អាមេរិកទម្លាក់គ្រាប់រាប់លានតោនដោយយន្តហោះB-52ពេញប្រទេសខ្មែរនៅតែខ្មែរតស៊ូបានជានិច្ចមានខ្មែរតិចណាស់ដែលដឹងអំពីការតស៊ូរបស់ខ្មែរយើងពីមុនរយៈពេល73ទសវត្សរ៍សៀមបានឈ្លានពានយើងចំនួន3លើកខ្មែរយើងបានត្រឹមតែទប់នឹងវាយប៉កលើដីរយៈពេល73ទសវត្សរ៍សៀមបានឈ្លានពានយើងចំនួន3លើកខ្មែរយើងបានត្រឹមតែទប់នឹងវាយប៉កលើដីខ្មែរតែប៉ុណ្ណោះរួចយើងប្រើប្រាស់តុលាការអន្តរជាតិដើម្បីបែងចែកខុសត្រូវនៃសង្គ្រាមទើបបានជាសៀមបានចិត្តនឹងមានគំនិតឈ្លានពានខ្មែរយើងរហូតរួចបើសួរថាតើថ្ងៃណាខ្មែរយើងវាយបកឲ្យវាបាក់ស្បាត់ម្ដងបងប្អូនសូមបងប្អូនគិតទៅលើផ្នែក3ផ្សេងគ្នាដូចជាតើយោធារបស់យើងនឹងខាងគេខុសគ្នាប៉ុន្មានតើសេដ្ឋកិច្ចប្រទេសយើងក្រោយចប់សង្គ្រាមឆ្នាំ90ជាងបានប៉ុន្មានឆ្នាំតើអាចយកឈ្នះសេដ្ឋកិច្ចគេមិនដែលមានសង្គ្រាមរាប់ឆ្នាំទេរួចនយោបាយគេទោះគេឆ្លោះគ្នាក៏គេអាប់គ្នាដែរប៉ុន្តែបងប្អូនមើលពួកជ្រុលនិយមក្រៅប្រទេសទៅមើលចាំតែឲ្យខ្មែរមានសង្គ្រាមឆាប់បានពួកគេបន្តដុតឲ្យខ្លោចរួចឲ្យឆៅគឺដំបៅក្នុងសាច់បើសិនបងប្អូនជាសម្ដេចថ្នាក់ដឹកនាំវិញត្រូវគិតយ៉ាងណាសំណួរសួរថាតើអាស៊ានខំទិញអាវុធនិងផលិតអាវុធដើម្បីអ្វីបើនិយាយភាសាការទូតគឺដើម្បីការពារខ្លួនប៉ុន្តែតាមការពិតគឺទិញឬផលិតដើម្បីរងចាំឱកាសរួចហើយបើអ៊ីស្រាអែលចូលមកដល់អាស៊ានហើយគ្មានឡើយពាក្យថាសន្តិភាពសម្រាប់អាស៊ានទៀតទេមុននឹងក្រោយទេគង់តែមានសង្គ្រាមធំមួយកើតឡើងបច្ចុប្បន្នដូចជាសង្គ្រាមទល់មុខដូចជាបោះប្រុងតែធ្លីទេប៉ុន្តែគេក៏ស្ទាក់ស្ទើរហើយយើងវិញមានតែសំងយកពីការពារសង្គ្រាមមួយថ្ងៃគឺថៃខាតរាប់សិបលានឯយើងគឺមានតែសន្សំកម្លាំងទាំងសេដ្ឋកិច្ចនយោបាយនិងយោធាពេលខ្លះយើងត្រូវទ្រាំដូចជាជប៉ុននិងអាល្លឺម៉ង់ចង់សម្រេចកិច្ចការធំកូនប្រុស20ឆ្នាំ30ឆ្នាំចាំសង្សឹកក៏មិនយឺតពេកដែរគុំយកពងមាន់ទៅចូលនឹងថ្មអយុធធរគឺតែងតែមានឲ្យតែមានជីវិតចិត្តអំណត់នឹងខ្លាយជាអំណាចពេលណាមួយរួចគុំអាងថានរណាមកជួយយើងបើយើងមិនខិតខំស៊ូខ្លាំងដោយខ្លួនឯងទេដូច XX មកដល់ម៉ោងនេះអាចធ្វើអ្វីរុស្ស៊ីនិងអ៊ីស្រាអែលបានឬនៅមានរឿងច្រើនទៀតដែលខ្ញុំមិនចង់សរសេរខ្ញុំខ្លាចបងប្អូនមានសម្ពាធគិតពិបាកចិត្តខ្ញុំតែងតែមានគំនិតមួយគឺជួយបងប្អូនមានស្មារតីគិតហេតុផលកុំចាញ់កល្បិចគេគ្មាននរណាគេស្រឡាញ់និងបារម្ភបងប្អូនជាងរដ្ឋាភិបាលរបស់យើងទេបងប្អូនខ្ញុំគិតថាគឺបងប្អូនពិតជាសំណាងណាស់តែប៉ះអ្នកដឹកនាំមិនស្រឡាញ់សង្គ្រាមនិងគិតគូរសុខទុក្ខប្រជាពលរដ្ឋដោយរដ្ឋាភិបាលរបស់យើងបច្ចុប្បន្នសូមគោរពអរគុណបងប្អូនបានចំណាយពេលវេលាដ៏មានតម្លៃដើម្បីអានតាំងពីដើមរហូតដល់ចប់នៅចុងបញ្ចប់សូមបងប្អូនបន្តជឿជាក់លើរាជរដ្ឋាភិបាលយើងចប់រូបភាពឯកសារការឈរប្រចាំការការពារវីរៈកងទ័ពខ្មែរ